បុរសអភិនោះរវល់នឹងការងាររបស់ខ្លួនដោយមិនបានដឹងពីទឹកមុខភ័យខ្លាចរបស់នារីស្រស់ស្អាតនោះទេវាបានបង្ហាញថាមុខដ៏គួរឲ្យខ្លាចមួយកំពុងអណ្តែតចុះពីពិដានតាមពិតទៅខ្មោចស្រីម្នាក់តែងតែរស់នៅក្នុងបន្ទប់402ហើយនាងតែងតែបង្ហាញខ្លួនដើម្បីបំភ័យអ្នកជិតខាងក្រីក្រនោះព្រោះគាត់ត្រូវបានរំខានដោយសំឡេងរំខានបន្ទាប់ពីពាក្យចាមអារ៉ាមបានផ្សព្វផ្សាយអ្នកជិតខាងបានទូរស័ព្ទទៅប៉ូលីសពិសេសបានមកដល់ដោយមានបំណងប្រើកម្លាំងដើម្បីបណ្ដេញខ្មោចចេញប៉ប៉ូលីសបានចូលទៅក្នុងបន្ទប់ហើយបានរកឃើញខ្មោចនោះយ៉ាងរហ័សប៉ុន្តែមិនអាចមើលឃើញនរណាម្នាក់នៅលើម៉ូនីទ័ររបស់ប្រធានឡើយដោយភ័យស្លន់ស្លោប៉ូលីសបានបង្ហាញរូបភាពខ្មោចដោយចៃដន្យដែលធ្វើឲ្យនាងខឹងយ៉ាងខ្លាំងប្រធានបានឃើញនៅលើម៉ូនីទ័រថាប៉ូលីសពិសេសកំពុងត្រូវបានវាយប្រហារដោយអ្វីដែលមើលមិនឃើញខណៈដែលតាមពិតមន្ត្រីដ៏អកុសលទាំងនេះត្រូវបានវាយប្រហារដោយខ្មោចខ្លាំងៗបន្ទាប់ពីខ្មោចបញ្ចេញកំហឹងរបស់នាងមន្ត្រីដែលភ័យស្លន់ស្លោបានភ័យខ្លាចដោយនាឡិកាដែរកំពុងហួចភ្លាមហើយបានបាញ់ចូលក្នុងបន្ទប់យ៉ាងសាហាវជាចុងក្រោយក្នុងភាពវឹកវរពួកគេបានរត់ចេញពីអាផាតមិនអគារនោះបានក្លាយជាអគារខ្មោចដ៏ល្បីហើយអ្នកជិតខាងបានចាក់ចេញដោយភាពភ័យខ្លាចមូលហេតុដែលខ្មោចមិនព្រមចាក់ចេញគឺដោយសារតែនាងកំពុងរងចាំមិត្តប្រុសរបស់នាងអស់រយៈពេលជាច្រើនឆ្នាំគាត់ត្រូវទៅសិក្សានៅបរទេសហើយបានសុំនាងឲ្យរងចាំគាត់រយៈពេល6ខែដូច្នេះបន្ទាប់ពីនាងស្លាប់នាងបានបដិសេធមិនចាក់ចេញទេដោយខ្លាចមិត្តប្រុសរបស់នាងនឹងត្រឡប់មកវិញហើយរកនាងមិនឃើញគ្រូខ្មោចបន្ទាប់ពីបានដឹងពីស្ថានភាពនេះបានមកដល់បន្ទប់លេខ402ដើម្បីបង្ក្រាបខ្មោចស្រីពិតណាស់បន្ទាប់ពីគ្រូបានសូត្រមន្តពួកគេបានរកឃើញសាកសពខ្មោចនៅក្នុងបន្ទប់ទឹកពួកគេបានរុំសាកសពដោយក្រណាត់ហើយដាក់សម្លៀកបំពាក់លើក្បាលរបស់នាងដើម្បីការពារនាងពីការប្រែក្លាយទៅជាខ្មោចឆៅទោះជាយ៉ាងណាក៏ដោយខ្មោចហាក់ដូចជាមិនព្រមចាក់ចេញទេនាងបានរុញគ្រឿងអេសរ៉ាយុសនៅលើក្បាលរបស់នាងចេញហើយអង្គុយឡើងទោះបីជាគ្រូបានប្រើមន្តអាគមមួយផ្សេងទៀតដើម្បីបង្ក្រាបសាកសពក៏ដោយខ្មោចដែលខឹងសម្បាបានលេចចេញមកហើយគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងបន្ទប់ដោយវាយទៅលើគ្រូនិងកូនជាងទន្ទឹមនឹងនេះមិត្តប្រុសរបស់នាងកំពុងហោះហើរត្រឡប់ទៅប្រទេសចិនវិញគូស្នេហ៍ទាំងពីរបានជួបជុំគ្នាវិញមិត្តប្រុសបានដឹងពីមូលហេតុពិតនៃការស្លាប់របស់ខ្មោចនៅថ្ងៃដែលគាត់ត្រូវស្នើសុំរៀបការឪពុកចុងរបស់នាងបានមកផ្ទះដើម្បីប្រយុទ្ធដើម្បីមរតករបស់នាងអំឡុងពេលឆ្លោះប្រកែកគ្នាទោះបីជាស្ត្រីនោះបានរុញឪពុកចុងរបស់នាងចុះទៅជាន់ក្រោមក៏ដោយក៏នាងក៏ត្រូវបានខ្មៅដៃចាក់ចំសរសៃឈាមខារ៉ូតដែរបុរសដែលមិនបានដឹងខ្លួននោះបានគូសទ្វារយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែស្ត្រីនោះខ្សោយពេកមិនអាចហៅរកជំនួយបានទេគាត់សោកស្ដាយដែលមិនបានវាយទ្វារពន្ធតែទោះជាយ៉ាងណាក៏ដោយអ្នកទាំងពីរបានជួបជុំគ្នាវិញបុរសនោះក៏ត្រូវបានគេសម្លាប់នៅបរទេសដែរប៉ុន្តែព្រលឹងរបស់គាត់បានវិលត្រឡប់មកវិញជាពិសេសដើម្បីស្វែងរកស្ត្រីនោះដោយសារតែការលងស្នេហ៍របស់គាត់ចៅហ្វាយនីបន្ទាប់ពីបានដឹងពីទុក្ខលំបាករបស់ពួកគេបានធ្វើពិធីមួយសម្រាប់ព្រលឹងរបស់ពួកគេដោយគ្មានភាពលងស្នេហ៍របស់ពួកគេអ្នកទាំងពីរបានទៅស្ថានសួគ៌ជាមួយគ្នាហើយគ្មានអ្វីអាចបំបែកពួកគេបានទៀតទេ